កូនសូមអញ្ជើញមេមីបងប្អូនយើងឡើងរំកណ្ដឹងជាមួយនាងខ្ញុំផងបាទ អរគុណច្រើនបងស្រីគាត់ស្គាល់ឈ្មោះខ្ញុំគាត់ថាបងមួយខាងស្រីសុំបាទបាទជាដំបូងខ្ញុំបាទសូមគោរពនិងសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលជាភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីមង្គលការនាត្រកូលខាងប្រុសបាទខ្ញុំបាទគឺត្រកូលខាងស្រីក៏ត្រូវជាបងក៏ដូចជាឪពុកម្ដាយរបស់កូនកំមុំផ្ទាល់បាទអញ្ចឹងជាដំបូងនេះគឺសង្គមគ្រួសារទាំងពីរខ្ញុំបាទខាងស្រីក៏ដូចជាខាងប្រុសបាទសូមគោរពនឹងជម្រាបសួរក៏ដូចជាសូមធ្វើការខកខន្តីអភ័យទោសបើសិនជាសង្គមគ្រួសារទាំងពីរខ្វះនៅបដិសន្តរៈក៏ដូចជាមិនបានគោរពនឹងជម្រាបសាកសួរទៅដល់ភ្ញៀវកិត្តិយសយើងទាំងអស់ដែលបានអញ្ជើញមកនោះក៏សូមមេត្តាខន្តីនិងអភ័យទោសផងបាទហើយសូមបងប្អូនយើងទទួលនៅភោជនាហារបានឆ្ងាញ់ពិសាក៏ដូចជាចូលរួមជារៀងនឹងរួមដើម្បីសប្បាយក៏ដូចជាអបអរសាទរនៅថ្ងៃមង្គលការនេះឲ្យមានភាពសប្បាយរីករាយបាទដូច្នេះខ្ញុំបាទក្នុងនាមជា
ត្រកូលខាងស្រីបាទសូមគ្រប់នឹងសូមអញ្ជើញដល់លោកមៀបាទលោកមៀម៉ៅបាទលោកមៀម៉ៅក៏ត្រូវជាមៀរបស់កូនក្រមុំផ្ទាល់បាទសូមលោកមៀឡើងមកកាត់ឆាតតន្ត្រីដើម្បីបកស្រាយនៅបទចម្រៀងអបអរសាទរនៅខែមង្គលការនេះឲ្យមានភាពសម័យសូមគ្រប់សូមអញ្ជើញបាទ